រាជធានីភ្នំពេញសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាសាធារណៈនិងនិមន្តនិងអញ្ជើញព្រះរាជគុណសុចឬហៅថាលោកឪសុចនិងបងប្អូនមករស់នៅប្រទេសកម្ពុជាបើសិនមានការរើសអើងណាមួយការលើកឡើងរបស់សម្ដេចបវរធិបតីបន្ទាប់ពីលោកឪសុចបានស្នើសុំចូលមកស្រុកខ្មែរដោយមានការចាប់ខ្លួនព្រះអង្គយោងតាមបណ្ដាញសង្គមរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតបានឲ្យដឹងនៅយប់ថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះឆ្លើយតបទៅនឹងសំណូមពររបស់ព្រះរាជគុណលោកឪសុចក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ខ្ញុំសូមស្វាគមន៍ព្រះរាជគុណលោកឪសុចគ្រប់ពេលវេលាសម្ដេចបវរធិបតីបានបញ្ជាក់ថាមិនត្រឹមតែចំពោះលោកឪសុចទេបើសិនជាមានព្រះរាជគុណព្រះថេរានុថេរៈអង្គណាឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលទទួលរងនៅការរើសអើងឬការមាក់ងាយដោយសារតែខ្លួនជាខ្មែរឬដោយសារតែបញ្ចេញមតិការពារនៅយុត្តិធម៌និងសេចក្តីថ្លៃថ្នូរនិងភាពត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនខ្ញុំព្រះករុណាខ្ញុំសូមនិមន្តនិងអញ្ជើញព្រះរាជគុណនិងបងប្អូនមករស់នៅប្រទេសកម្ពុជាសម្ដេចបវរធិបតីបានលើកឡើងថារាជរដ្ឋាភិបាលនិងប្រជាជនខ្មែរសូមស្វាគមន៍ព្រះរាជគុណនិងបងប្អូនគ្រប់ពេលវេលាហើយធានាថានឹងមិនមានការរើសអើងឬចាប់ជនជាតិខ្មែរនឹងយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេនៅលើបណ្ដាញសង្គម Facebook បានលើកឡើងនៅថ្មីនេះថាលោកអតាសុចមានបញ្ហាហើយត្រូវប៉ូលីសថៃចុះទៅដល់វត្តពេលលោកតានិយាយរឿងខ្មែរសុរិន្ទកាលពីម្សិលមិញនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025សូមព្រះតាមជួយថែរក្សាលោកឪសុចលោកតាជាខ្មែរលើហើយលោកតាបានជួយឧបត្ថម្ភដល់កងទ័ពខ្មែររបស់យើងថែមទៀតដូច្នេះធ្វើឲ្យជនជាតិថៃក្តៅក្រហាយហើយលោកតានិយាយថាស្អប់ខ្មែរសុរិន្ទលោកតាចង់មានន័យថាខ្មែរលើដើមកំណើតមកពីខ្មែរតែភ្លេចកំណើតដូនតាខ្មែរជាហេតុធ្វើឲ្យខ្មែរលើឬខ្មែរសុរិន្ទភ្លេចកំណើតមួយចំនួនមិនពេញចិត្តលោកតាសុច